យុទ្ធសាស្ត្រ promote ផលិតផលឬក៏សេវាកម្ម1/100មានរូបភាពយ៉ាងដូចម្តេចមួយគឺសំដៅទៅលើ content creator ឬក៏ influencer មួយរូបណាដែលគាត់មានចំនួន follower ធំអញ្ចឹងគាត់នឹងធ្វើការ sign exclusive contract ជាមួយអាជីវកម្មឬក៏ជាមួយ brand មួយហ្នឹងចុះរីឯ100តើតួលេខ100គឺជានរណាតួលេខ100អាចជា fresh start influencer ឬក៏មិនចាំបាច់ជា influencer ក៏បានឲ្យតែផុសមាតិកានៅក្នុង social media ហើយដាក់ចេញជា public content វាធ្វើឲ្យរូបភាពនៅក្នុង social media ធ្វើឲ្យ audience គាត់មានអារម្មណ៍ថា connect ជាមួយ product ឬក៏ផលិតផលហ្នឹងដោយសារតែមិត្តភ័ក្តិឬក៏ក្រុមការងារឬក៏ family គាត់ហ្នឹងធ្វើការប្រើប្រាស់ផលិតផលមួយហ្នឹងផងដែរប៉ុន្តែសំណួរសួរថាតើវា work យ៉ាងអត់តើវាពិតជាដំណើរការមែនអត់យុទ្ធសាស្ត្រមួយហ្នឹងអញ្ចឹងបើខ្ញុំនិយាយន័យធៀបឲ្យស្រួលយល់ទៅវាប្រៀបដូចជាមានម្នាក់ដើរតួជាមេទ័ពហើយ100ហ្នឹងដើរតួជាកូនទាហាននៅពីក្រោយគាត់ចឹងអញ្ចឹងយុទ្ធសាស្ត្រមួយហ្នឹងវា work មែនតើសម្រាប់នៅស្រុកគេខ្ញុំជឿថាបងម្ចាស់អាជីវកម្មបន្ទាប់ពីមើលវីដេអូមួយហ្នឹងហើយអាចថា refresh ដឹងថាអូគាត់ធ្លាប់ឮផលិតផលបរទេសមួយហ្នឹងប្រវត្តិយុទ្ធសាស្ត្រមួយហ្នឹងច្រើនបញ្ហាវិបត្តិសេដ្ឋកិច្ចសកលធ្វើឲ្យអាជីវកម្មជុំវិញពិភពលោកជាច្រើនដែលប្រឈមនឹងហានិភ័យហើយក៏មានអាជីវកម្មមួយចំនួនធំបិទទ្វារផងដែរប៉ុន្តែទន្ទឹមនឹងនេះក៏យើងឃើញថាមានអាជីវកម្មមួយចំនួនតូចដែលគាត់ប្រើប្រាស់ស្រាជីដែលឆ្លាតវៃមួយចំនួនអាចធ្វើឲ្យអាជីវកម្មគាត់ឈរជើងបានក៏ដូចជាបន្តដំណើរទៅមុខមិនថាយឺតប៉ុណ្ណាក៏ដោយប៉ុន្តែក៏វាជាយុទ្ធសាស្ត្រមួយដែលខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាពីព្រោះថាយុទ្ធសាស្ត្រមួយនេះល្អមែនតើហើយមានអាជីវកម្មតិចតួចតែប៉ុណ្ណោះដែលប្រើប្រាស់យុទ្ធសាស្ត្រមួយនេះទាំងដែលជាក់ស្ដែងយុទ្ធសាស្ត្រមួយហ្នឹងគឺនៅស្រុកគេអាជីវកម្មមួយចំនួនធំមិនថាលក់ផលិតផលឬក៏សេវាកម្មគេបានប្រើប្រាស់យូរណាស់មកហើយប៉ុន្តែដល់ឡែកសម្រាប់ស្រុកយើងខ្ញុំសង្កេតឃើញថាមានតែតិចតួចតែប៉ុណ្ណោះហើយយុទ្ធសាស្ត្រហ្នឹងគឺជាយុទ្ធសាស្ត្រ promote ផលិតផលឬក៏សេវាកម្ម1/100តើយុទ្ធសាស្ត្រ promote ផលិតផលឬក៏សេវាកម្ម1/100មានរូបភាពយ៉ាងដូចម្តេចមួយគឺសំដៅទៅលើ content creator ឬក៏ influencer មួយរូបណាដែលគាត់មានចំនួន follower ធំអញ្ចឹងគាត់នឹងធ្វើការ sign exclusive contract ជាមួយអាជីវកម្មឬក៏ជាមួយ brand មួយហ្នឹងដូចនេះវាជួយឲ្យ brand អាជីវកម្មមើលទៅធំជាងមុនក៏ដូចជាផ្ដល់ទំនុកចិត្តខ្លាំងជាងមុនផងដែរហើយបើសិនជាយើងមើលទៅលើពាក្យបច្ចេកទេសវិញនៅក្នុងវិស័យ digital marketing គេហៅថា scale brand ចុះរីឯ100តើតួលេខ100គឺជានរណាតួលេខ100អាចជា fresh start influencer ឬក៏មិនចាំបាច់ជា influencer ក៏បានឲ្យតែផុសមាតិកានៅក្នុង social media ហើយដាក់ចេញជា public contentអញ្ចឹងមានន័យថានរណាក៏អាច promote ផលិតផលឬក៏សេវាកម្មជាមួយនឹងក្រុមហ៊ុននឹងបានដែរសំខាន់ឲ្យតែគាត់ promote ត្រូវក្រមសីលធម៌ហើយ100ហ្នឹងគឺខ្ញុំមិនសំដៅទៅលើតួលេខតាម100គត់ហ្មងឯងវាអាចលើសនឹង1000 10000អីចឹងទៅដូចនេះអ្នក promote ផលិតផលឬក៏សេវាកម្មអាចជាអ្នកប្រើប្រាស់ផលិតផលមួយរូបហ្នឹងផងក៏ថាបានដែរអញ្ចឹងវាធ្វើឲ្យរូបភាពនៅក្នុង social media ធ្វើឲ្យ audience គាត់មានអារម្មណ៍ថា connect ជាមួយ product ឬក៏ផលិតផលហ្នឹងដោយសារតែមិត្តភ័ក្តិឬក៏ក្រុមការងារឬក៏ family គាត់ហ្នឹងធ្វើការប្រើប្រាស់ផលិតផលមួយហ្នឹងផងដែរដែលជាហេតុធ្វើឲ្យ audience មួយរូបនោះគាត់ចង់តេស្តផលិតផលមួយហ្នឹងមកកាន់ខ្លួនគាត់ផ្ទាល់ផងដែរប៉ុន្តែសំណួរសួរថាតើវា work យ៉ាងអត់តើវាពិតជាដំណើរការមែនអត់យុទ្ធសាស្ត្រមួយហ្នឹងអ្នកគ្នាត្រូវយល់ថាតួនាទីមួយដែលជា big influencer ឬក៏ big content creator ហ្នឹងគាត់មានតួនាទីធំមួយក្នុងការអូស brand មួយហ្នឹងឲ្យទៅមុខក្នុងការ scale brand មួយហ្នឹងឲ្យទៅមុខអញ្ចឹងនៅពេលដែលគាត់ប្រើប្រាស់ឈ្មោះគាត់ទៅអូស brand មួយហ្នឹងវាធ្វើឲ្យ audience ភាគច្រើនគាត់មានទំនុកចិត្តទៅលើ brand មួយហ្នឹងខ្លាំងមែនតើអាហ្នឹងជាមួយដែលអ្នកគ្នាត្រូវដឹងដូចនេះការងារគាត់ធំខ្លាំងមែនតើហ្មងធំអាចនិយាយថាតួនាទីអូស brand មួយទាំងមូលគឺអាស្រ័យទៅលើម្នាក់ហ្នឹងហើយតើតទៅនឹង100 non influencer ឬក៏ fresh start influencer គាត់នឹងដើរតួនាទីធ្វើឲ្យ audience ទាំងអស់ហ្នឹងបង្កើតចំណង់ចង់ទិញចង់សាកចង់ដឹងហើយគាត់ក៏ដើរតួជាអ្នក sell product មួយហ្នឹងផងដែរអញ្ចឹងបើខ្ញុំនិយាយន័យធៀបឲ្យស្រួលយល់ទៅវាប្រៀបដូចជាមានម្នាក់ដើរតួជាមេទ័ព
ហើយ100ហ្នឹងដើរតួជាកូនទាហាននៅពីក្រោយគាត់ចឹងអញ្ចឹងយុទ្ធសាស្ត្រមួយហ្នឹងវា work មែនតើសម្រាប់នៅស្រុកគេខ្ញុំជឿថាបងម្ចាស់អាជីវកម្មបន្ទាប់ពីមើលវីដេអូមួយហ្នឹងហើយអាចថា refresh ដឹងថាអូគាត់ធ្លាប់ឮផលិតផលបរទេសមួយហ្នឹងប្រវត្តិយុទ្ធសាស្ត្រមួយហ្នឹងច្រើនអញ្ចឹងយុទ្ធសាស្ត្រមួយហ្នឹងល្អទី1វាជួយកាត់បន្ថយចំណាយហើយទី2យើងអាចប្រើប្រាស់អ្នកប្រើប្រាស់ផលិតផលឬក៏សេវាកម្មមួយហ្នឹងខ្លាយទៅជាអ្នកប្រម៉ូទបានទៀតអញ្ចឹងវាចំណេញច្រើនអញ្ចឹងមិនយូរមិនឆាប់នៅពេលដែលយើងប្រើប្រាស់យុទ្ធសាស្ត្រមួយហ្នឹងពី1ឆ្នាំទៅ1ឆ្នាំអ្នកប្រម៉ូទផលិតផលរបស់យើងកាន់តែកើនឡើងទៅតែម្ដងនេះគឺជាយុទ្ធសាស្ត្រប្រម៉ូទផលិតផល1/100